បាទជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទម៉ាស៊ីនចំហុយសម្ងួតសម្រាប់មេរោគហើយភ្លោះជាប់មកជាមួយនឹងកំសៀវដាំទឹកតែម្ដងប្រភេទនេះគឺល្អបងប្អូនល្អមែនទែនព្រោះនៅពេលដែលយើងទិញជាមួយសេតនេះទៅយើងបានទាំងកំសៀវដាំទឹកបានទាំងធុងចំហុយដបសម្ងួតសម្រាប់មេរោគគឺចាប់មកនេះទិញប៉ុណ្ណឹងគឺមានមកមួយសេតអញ្ចឹងបើសិនចេញជាឆុងដោះគោឆុងអីយើងមានដាំទឹកដាំហើយកំសៀវនេះផងដែរមានចំណុះ1200មីលីលីត្រស្មើនឹង1លីត្រ2បាទហើយក្នុងមួយតួម៉ាស៊ីននេះវាចែកចេញជាមុខងារចំហុយមុខងារដាំទឹកបាទអញ្ចឹងវាមានចំណុចរួមមានតែពីរបាទមានសញ្ញាបូមសញ្ញាដកនេះគឺថែមថយកម្លាំងអញ្ចឹងបងប្អូនមើលណាឥឡូវខ្ញុំដាក់ទឹកដើម្បីតេស្តឲ្យបងប្អូនមើលថតវីដេអូបង្ហាញបងប្អូននេះចំនួន300មីលីលីត្របាទដើម្បីប្រើប្រាស់កំសៀវនេះបងប្អូនមើល function ផ្នែកខាងស្ដាំដើម្បីប្រើប្រាស់ធុងចំហុយនេះយើងមើលមុខងារផ្នែកខាងឆ្វេងបាទមើលអញ្ចឹងផ្នែកខាងមុខនេះគឺផ្នែកបិទបើកបាទបិទបើកនិងកំណត់មុខងារបាទអញ្ចឹងហានេះកំណត់មុខងាររក្សាកម្ដៅនិងដាំទឹកឲ្យពុះបាទចឹងបងប្អូនមើលអានេះកំណត់មុខងារនេះយើងឲ្យបើកផងយើងចុចវាជាប់2វិនាទីអូខេអញ្ចឹងនៅពេលដែលគ្រាន់តែយើងបើកមកគឺវាអូតូម៉ាទិកចាប់យកសីតុណ្ហភាពនៅក្នុងម៉ាស៊ីនបាទអញ្ចឹងវាចូលមុខងាររក្សាកម្ដៅទី1តែម្ដងអញ្ចឹងយើងចុចអានេះមួយទៀតមកបាទអានេះរក្សាកម្ដៅយើងអត់ដាំឲ្យពុះទេបងប្អូនបញ្ជាក់55ឥឡូវបច្ចុប្បន្ន38បាទនេះ70រក្សាកម្ដៅពី38 39ឡើងដល់70វាឈប់ឡើងហើយអានេះបើនេះថាអញ្ចឹងអានេះឡើងដល់90អត់ពុះទេ45អានេះបើនេះថាម៉េចប៊ូតុងនេះមានតែបិទហើយនឹងបើករក្សាកម្ដៅបាទអញ្ចឹងបញ្ជាក់ម្ដងទៀតឥឡូវខ្ញុំបើកហើយខ្ញុំដកមកត្រឹមថាឥឡូវ38ឬក៏40ចឹងចុះទុកឆុងដោះគោអញ្ចឹងសីតុណ្ហភាពឡើងដល់ប៉ុណ្ណឹងអញ្ចឹងវាឈប់ឡើងហើយអញ្ចឹងវានឹងថៃឲ្យប៉ុណ្ណឹងទុកឆុងដោះគោបាទអញ្ចឹងបើសិនជាចង់ដាំឲ្យពុះយើងមើលប៊ូតុងទី2បាទប៊ូតុងទី2នេះអានេះ100ពុះហើយកាត់ក្លិនអញ្ចឹងទៅបាទប៉ុន្តែបើបងប្អូនអត់ចង់ដាំឲ្យពុះទេអានេះយើងបិទផ្លាស់ប្ដូរមុខងាររក្សាកម្ដៅវិញអញ្ចឹងចប់មុខងារកំសៀវអញ្ចឹងឥឡូវនេះខ្ញុំអត់ចង់ដាំពុះទេខ្ញុំបិទអូខេហូរឲ្យជាប់ចឹងមកបាត់ហើយកំសៀវនោះបាត់ហើយអញ្ចឹងចប់ការងារកំសៀវអញ្ចឹងយើងក៏លេខភ្នែកមកមើលមុខងារផ្នែកខាងឆ្វេងគឺជាមុខងារចំហុយដបបាទមុខងារចំហុយដបនេះយើងមើលមានប៊ូតុង3បិទបើកនិងកំណត់មុខងារដាច់ដ লাই ណាអានេះគឺជាប៊ូតុងមុខងារកំណត់អូតូបើន័យថាយើងកាប់ដបដាក់ដោះអីចូលចាក់ទឹកហើយចុចតាមមុខងារអូតូមកចំហុយសម្ងួតផ្លុំខ្យល់ក្តៅសម្រាប់មេរោគចប់ការងារនេះណាអូខេអញ្ចឹងអនុវត្តផ្ទាល់អានេះផ្នែកខាងឆ្វេងណាមានប៊ូតុងតែ3ទេប៉ុន្តែអ្វីដែលប្រើមានតែ2មុខងារទេបាទអញ្ចឹងនៅពេលដែលយើងលាងដបហើយយើងកាប់ដបចូលនៅក្នុងធុងនឹងដាក់វ៉ាត់ដោះផ្នែកខាងលើហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើទី1បើកគ្រឿងបាទអញ្ចឹងអានេះខ្ញុំបិទណាឥឡូវខ្ញុំបើកវាច់ហើយចុចតែប៊ូតុងនេះមួយឯងអានេះគឺចប់ការងារទាំងចំហុយទាំងផ្លុំសម្ងួតទាំងសម្រាប់មេរោគគឺមុខងារតែប៊ូតុងមួយនឹងគាត់អញ្ចឹងវាអូតូឲ្យយើងឥឡូវនេះបច្ចុប្បន្នវាចូលមុខងារចំហុយវាចូលមុខងារទី2គឺផ្លុំខ្យល់ក្តៅសម្ងួតហើយនៅតែបន្តសម្ងួតរហូតដល់45នាទីឲ្យយើងបាទអញ្ចឹងអានេះមុខងារនេះល្អអូតូចាប់ឲ្យការងារហើយប៊ូតុងផ្នែកខាងឆ្វេងបំផុតនេះឥឡូវខ្ញុំបិទណាប៊ូតុងផ្នែកខាងឆ្វេងនេះទី1បិទបើកគ្រឿងទី2គឺផ្លាស់ប្ដូរមុខងារដែលយើងចង់បានមុខងារទី1ចំហុយដាច់ដ লাই មុខងារនេះចូលទី1ណាមុខងារទី2នេះចំហុយដាច់ដ লাই បាទមុខងារទី3នេះគឺយើង steam បាទ steam យើងអាចយកមុខងារហ្នឹងយកមកកម្ដៅអាហារឬក៏ steam ទឹកដោះកម្ដៅទឹកដោះប៉ុន្តែមុខងារនេះខ្ញុំ recommend ឲ្យប្រើជាមួយកំសៀវវិញឥឡូវខ្ញុំបិទណាបាទចឹងអានេះចាប់ឲ្យមុខងារមានប៉ុណ្្នឹងទេបាទអញ្ចឹងបញ្ជាក់ម្ដងទៀតចុះមុននឹងយើងចាក់ចេញពីមុខងារហ្នឹងបើកម៉ាស៊ីនចុចមុខងារកំណត់អូតូចប់ការងារអានេះគឺចប់ឲ្យការងារបាទឥឡូវខ្ញុំបិទសិនអូខេដើម្បីកម្ដៅទឹកដោះណាបងប្អូនណាម៉ាស៊ីននេះខ្ញុំណែនាំកំសៀវនេះវិញបើកគ្រឿងខ្ញុំដកមកត្រឹម42អង្សាហើយខ្ញុំដកដៃអត់កំណត់អីទាំងអស់ទឹកខ្ញុំដាក់មកប៉ុណ្ណាដែលយើងអាចលិចទឹកដោះយកដបទឹកដោះឬក៏ថង់ទឹកដោះយកមកត្រាំក្នុងកែវហ្នឹង15នាទីចប់ការងារកម្ដៅទឹកដោះ15នាទីក្រោយកម្ដៅ42ល្មមឲ្យកូនបៅទឹកដោះក៏រលាយមកធម្មតាណាកម្ដៅក៏ល្មមឲ្យកូនបៅទៀតកំសៀវនេះគឺពិសេសត្រង់ហ្នឹងបងប្អូនណាពិសេសត្រង់ហ្នឹងហើយការដាំក៏លឿនកម្ដៅក៏វាថេល្អខ្លាំងមែនទេអញ្ចឹងអានេះគឺអ្វីដែលខ្ញុំណែនាំបាទអរគុណ